មិនមែនគ្រប់រឿងទាំងអស់គ្រប់មនុស្សទាំងអស់ដែលចូលមកក្នុងជីវិតរបស់យើងសុទ្ធតែល្អទាំងអស់នោះទេប៉ុន្តែយើងដឹងថាគ្រប់ការទាំងអស់ផ្សំគ្នាសម្រាប់ជាការល្អដល់អស់អ្នកដែលស្រឡាញ់ព្រះអង្គទោះបីយើងស្ថិតនៅក្នុងស្ថានភាពបែបណាកលៈទេសៈបែបណាទុកព្រួយប៉ុណ្ណាក៏ដោយយើងនៅតែស្រឡាញ់ព្រះយើងនៅតែធ្វើការងារដែលព្រះសពប្រតិឲ្យយើងធ្វើហើយយើងជឿថាព្រះនឹងបំផ្លាស់បំប្រែទុកសោករបស់យើងទៅជាសេចក្តីអំណរការពិតណាស់យើងរស់នៅផែនដីនេះយើងមិនអាចជៀសផុតពីបញ្ហាទុក្ខលំបាកដែលយើងឃើញយើងជួបរាល់ថ្ងៃប៉ុន្តែព្រះគុណរបស់ព្រះនៅតែដឹកនាំជីវិតរបស់យើងទោះបីស្ថិតនៅក្នុងស្ថានភាពដែលងងឹតព្រះគឺជាពន្លឺដែលដឹកនាំផ្លូវរបស់យើងហើយយើងនៅតែបន្តដើរតាមផ្លូវរបស់ព្រះរហូតដល់យើងបញ្ចប់បេសកកម្មនៅផែនដីនេះហើយយើងជឿថាជីវិតរបស់យើងជាជីវិតដែលមានជ័យជំនះដោយសារព្រះនៃជ័យជំនះព្រះអង្គគង់នៅជាមួយយើងសូមព្រះប្រទានពរយើងទាំងអស់គ្នា